បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបនឹងខ្ញុំបាទ admin បន្តទៀតហើយបងប្អូនថ្ងៃនេះ admin នឹងលើកយករឿងមួយមកចែកជូនបងប្អូនសំណាប់បាទរឿងនេះរវាងប្អូនស្រីធរអញ្ចឹងបងប្អូនហើយចង់ដឹងថាសាច់រឿងហ្នឹងវាទៅជាយ៉ាងណានោះសូមបងប្អូនរងចាំសំណាប់ទាំងអស់គ្នាបាទតែមុននឹង admin សម្រាប់ជូនបងប្អូនសំណាប់សូមបងប្អូនជួយគាំទ្រនិងជួយចុច subscribe ឲ្យ admin ម្នាក់មួយផងតោះឥឡូវចូលមកដល់សាច់រឿងរបស់យើងតែម្ដងតើហើយនៅពេលខ្ញុំទៅដល់ទ្វារបន្ទប់ទឹកខ្ញុំបាននិយាយថាមានការអីនេះនាងខ្លាចថាខ្ញុំភ្លេចសម្លៀកបំពាក់នៅក្នុងបន្ទប់បងអាចយកឲ្យខ្ញុំបានទេខ្ញុំតបថាហេតុអីមិនបាននោះពេលខ្ញុំទៅដល់ខ្ញុំឃើញមានខោត្រណប់ពណ៌ខៀវខ្ញុំក៏បានយកទៅឲ្យនាងភ្លាមខ្ញុំចង់សង្កេតមើលសិនតែមិនទាន់បានមើលផងហ្នឹងហើយក៏ហុចទៅឲ្យនាងដោយនាងនិយាយថាអរគុណខ្ញុំបានទៅសាលារៀនជាមួយនឹងក្តីរំភើបតិចតួចដោយសារបានឃើញល្វែងខាងលើរបស់នាងសប្បាយចិត្តណាស់ពេលនោះខ្ញុំបានចាត់ការប្អូនច្រមុះរបស់ខ្ញុំដោយប្រើដៃរហូតសម្រេចយ៉ាងរំភើបព្រោះខ្ញុំបានស្រមៃថាអូននាងកំពុងនៅជាមួយខ្ញុំម៉ោងប្រហែល8យប់ពេលខ្ញុំកំពុងមើលទូរស័ព្ទនាងបានហៅខ្ញុំឲ្យទៅផ្ទះបាយហើយបានឲ្យខ្ញុំជួយលាងដៃឲ្យនាងដោយសារដៃនាងប្រឡាក់រំពេចនោះខ្ញុំភ្លេចខ្លួនពេលនោះនាងក៏បានហៅខ្ញុំបងពៅបងកំពុងមើលអីហ្នឹងនេះក៏ព្រោះខ្ញុំចាក់ទឹកលាងដៃនាងខុសខ្ញុំបានឃើញចង់ត្រឡប់ដងនាងបន្តិចបន្តួចហើយបន្ទាប់មកខ្ញុំក៏ផ្ទៀងអារម្មណ៍ទៅភ្លាមនោះខ្ញុំបានទៅក្នុងបន្ទប់ខ្ញុំហើយសម្រេចការងារខ្ញុំម្ដងទៀតហើយពេលដែលខ្ញុំដូចជាភ្លើងកំពុងដុតអញ្ចឹងបន្ទាប់ពីបរិភោគអាហារពេលល្ងាចហើយខ្ញុំបានចូលគេងរំលងមួយច្របក់មានសំឡេងគូទ្វារខ្ញុំបើកទ្វារស្រាប់តែនាងប្អូននៅចំពោះមុខខ្ញុំនាងសួរថាបងមិនតន់គេងទេខ្ញុំថានៅទេពីព្រោះខ្ញុំគេងមិនលក់នាងបាននិយាយថានាងក៏គេងមិនលក់ដែរដោយសារអំពូលភ្លើងក្នុងបន្ទប់នាងដាច់នាងតែងតែគេងមានភ្លើងនាងសួរខ្ញុំថាតើនាងអាចគេងក្នុងបន្ទប់ខ្ញុំបានដែរទេព្រោះនាងមិនហ៊ានគេងម្នាក់ឯងទេមានអីនាងខ្ញុំឃើញថានាងកំពុងតែគេងលង់លក់ពេលនោះខ្ញុំបានឃើញដើមទ្រូងនាងដោយសារអាវដេកដ៏ស្ដើងរបស់នាងខ្ញុំបានរំកិលចូលក្បែរដើមទ្រូងរបស់នាងរួចមើលយឺតចុះមកក្រោមហើយខ្ញុំបានឃើញរាងកាយនាងយ៉ាងផ្ទាល់ភ្នែកដែលខ្ញុំធ្លាប់តែស្រមៃពីមុនមកពេលនោះខ្ញុំចាប់ផ្ដើមប៉ានាងថាធ្វើឲ្យនាងបញ្ចេញសំឡេងពេលនោះទើបដឹងថានាងអត់តន់ដេកទេតែខ្ញុំមិនគិតអ្វីទាំងអស់ខ្ញុំបន្តការងាររបស់ខ្ញុំនាងកាន់តែបញ្ចេញសំឡេងខ្លាំងឡើងរួចបានបើកភ្នែកខ្ញុំគ្មានពាក្យអ្វីនឹងនិយាយទេនាងហាក់មានអារម្មណ៍បែបខឹងខ្ញុំមិនតបអ្វីទាំងអស់ពេលនោះនាងបានផ្លាស់ប្ដូរពីខឹងមកការញញឹមយ៉ាងផ្អែមល្ហែមវិញព្រមទាំងនិយាយថាបងអាចសុំខ្ញុំដោយត្រង់បានខ្ញុំអាចផ្ដល់អ្វីទាំងអស់របស់អូនឲ្យបងបានខ្ញុំរំភើបខ្លាំងណាស់រួចយប់នោះយើងក៏បើកឆាកប្រយុទ្ធពីរដងចាប់តាំងពីពេលនោះមកយើងមិនដែលឲ្យឱកាសណាមួយកន្លងហួសទេព្រឹកឡើងដោយក្តីបារម្ភខ្លាចមានកូនទូបីមិនបានចាក់ទឹកដាក់ក្នុងពាងរបស់នាងមែនតែពេលកំពុងប្រយុទ្ធខ្ញុំអាចជ្រាបទឹកដោយមិនដឹងខ្លួនអាចធ្វើឲ្យមានបញ្ហាបានខ្ញុំក៏ពិភាក្សាជាមួយនាងដើម្បីរកទំនុកចិត្តនាងបងដូចជាខ្លាចមានបញ្ហានាងតបថាបញ្ហាអីទៅបងអូនព្រមព្រៀងជាមួយបងអត់មានប្រកែកឯណា
ទោះបីអត់បានចាក់ទឹកដាក់ក្នុងពាងមែនប៉ុន្តែវាអាចជ្រាបក្នុងពេលធ្វើការហើយអាចមានកូនបានណាអញ្ចឹងហើយបានជាអូនឲ្យបងប្រើការពារនោះតែបងមិនស្ដាប់ទេដល់ឥឡូវតាំងភ័យគឺបងអត់ចង់ប្រើវាទេអត់សូវស្រួលអញ្ចឹងគិតយ៉ាងម៉េចទៅបងរកវិធីទៅបងរកវិធីទៅយើងទៅគ្លីនិកឯកជនប្រើពញាកំណើតទៅដើម្បីឲ្យមានទំនុកចិត្តខ្ពស់អូនព្រមទេល្អតាបងតែទៅឲ្យឆ្ងាយបន្តិចខ្លាចគេស្គាល់ហើយបងចង់ប្រើវិធីពញាមួយណាបងចង់ឲ្យអូនប្រើប្រាស់កងដាក់ក្នុងស្បូនវាមានប្រសិទ្ធភាព100%ហើយយើងអាចធ្វើការដោយផ្ទាល់សាច់បានល្អតើព្រមតាមបងអញ្ចឹងចាំអូនងូតទឹករៀបចំខ្លួនបន្តិចណាអរគុណណាស់អូនសម្លាញ់ចិត្តបងនាញញឹមពេញចិត្តនឹងពាក្យរបស់ខ្ញុំណាស់រួចហើយក៏ដើរចូលទៅក្នុងបន្ទប់ទឹកប្រហែល15នាទីក្រោយមកនាងក៏រួចរាល់ខ្ញុំក៏ដប់នាងទៅរកគ្លីនិកឯកជនមួយរៀងឆ្ងាយបន្តិចព្រោះខ្លាចគេស្គាល់មកដល់គ្លីនិកមួយពួកយើងក៏ហកគ្រូពេទ្យថាជាប្តីប្រពន្ធតែរៀបការហើយមិនតន់ចង់បានបត់ដោយសារហេតុថាជាគ្លីនិកឯកជនចឹងហើយពេទ្យមិនដេញដោលច្រើនទេក៏រៀបចំឲ្យពួកយើងនេះត្រូវចូលទៅក្នុងបន្ទប់ពេទ្យខ្ញុំនៅចាំខាងក្រៅ20នាទីក្រោយមកក៏រួចរាល់ហើយពួកខ្ញុំដើរចេញមកក្រៅពេទ្យក៏ហៅយើងទាំងពីរទៅប្រាប់ថាឲ្យពួកយើងឈប់ស៊ីចុកបុកទំពាមួយរយៈត្រឹម 4-5 ថ្ងៃប៉ុណ្ណោះថ្ងៃនេះជាថ្ងៃអង្គារអញ្ចឹងប្រហែលថ្ងៃសៅរ៍អាចបន្តការបើកឆាកប្រយុទ្ធបានហើយពេលប្រាប់រួចហើយក៏លាពេទ្យត្រឡប់មកផ្ទះវិញខ្ញុំបាននិយាយទៅកាន់នាបណ្ដាបើកម៉ូតូបណ្ដាថាចាំថ្ងៃអាទិត្យចាំបន្តទៀតណាហើយជាថ្ងៃសម្រាប់ពួកយើងមានពេលច្រើននាងតបថាស្រេចតែបងឯងចុះថ្មិចបើកថ្ងៃសៅរ៍ទៅហើយពេលនេះប្រលប់ល្មមខ្ញុំប្រុងនឹងចេញទៅសួនមុខផ្ទះដើម្បីស្រុកខ្យល់ឱកាសក៏ស្រាប់តែទុចដំណើរព្រោះបានឮប៉ានិងម៉ាក់និយាយដោយចៃដន្យហើយក៏សំងំស្ដាប់តែម្ដងទៅប៉ាថាទេអូនស្អែកនេះបងចង់ផ្លាចម្ដងណាម៉ាក់តបបងឯងចង់ផ្លាយយ៉ាងម៉េចបងចង់ទៅផ្ទះសំណាក់ដើម្បីឲ្យផ្លាយកន្លែងធ្វើឲ្យរំភើបម្យ៉ាងទៀតស្អែកជាថ្ងៃអាទិត្យកូននៅផ្ទះពិបាកធ្វើការណាស់ខ្លាចពួកវាសង្ស័យម៉ាក់ថាស្រេចតែបងចុះអញ្ចឹងគ្រាន់តែឮភ្លាមខ្ញុំមានអារម្មណ៍ត្រេកអរណាស់ព្រោះជាឱកាសល្អនៅតែពីរនាក់នីអូនស្រីធัวសំណប់ចិត្តខ្ញុំដើរលបចូលទៅក្នុងវិញតែម្នាក់ឯងព្រឹកឡើងថ្ងៃអាទិត្យមកដល់ខ្ញុំភ្ញាក់ពីព្រលឹមព្រោះត្រេកអរនឹងឱកាសហើយគិតក្នុងចិត្តខ្ញុំនឹងនាំនានិយាយដុតឲ្យហើយផ្សាយណានៃម្ដងពេលព្រឹកជុំគ្នាប៉ាម៉ាក់ខ្ញុំនាបងស្រីទៅចេញទៅញ៉ាំអីខាងក្រៅព្រោះប្រញាប់បើកតូបក្នុងផ្សារស្រស់ស្រូបអាហារហើយប៉ាក៏ចាប់ផ្ដើមនិយាយថ្ងៃនេះប៉ានិងម៉ាក់ឯងមានជោគរវល់ពិធីរបស់មិត្តភ័ក្តិប្រហែលយប់បន្តិចទៅមកវិញកូនឯងទាំងពីរនៅមើលផ្ទះផងបើមានបញ្ហាអីឆាប់ខលទៅប៉ាណាហើយកុំដើរទៅណាចោលប្អូនប៉ានិយាយដល់សម្លឹងមើលមុខខ្ញុំមិនបង្អង់យូរខ្ញុំក៏ឆាប់តបទៅគាត់វិញភ្លាមបាទប៉ាទុកចិត្តចុះបើប៉ាមានរវល់កូនមិនដែលទៅណាចោលផ្ទះនឹងមីអូនទេប៉ាថាល្អណាស់កូនប៉ាទុកចិត្តលើឯងហើយនិយាយរួចប៉ាក៏ចេញទៅជាមួយម៉ាក់ដោយខ្ញុំចេញទៅបើករបងឲ្យគាត់ឡានចេញហើយបាត់វិញរួចរាល់ហើយដើរចូលទៅក្នុងផ្ទះទាំងអារម្មណ៍រំភើប
ឯនីអូនស្រីធัวនៅអង្គុយនៅខាងលើខ្ញុំទាញកៅអីអង្គុយចិត្តនេះហើយនាងហាក់ដឹងចិត្តក៏ញញឹមទៅវិញរៀងអៀនតិចតិចខ្ញុំលើកដៃទៅគៀកស្មានាងរបៀបជាគូស្នេហ៍ហើយបន្តនិយាយថាអូនឯងចាំអត់បងនិយាយថាថ្ងៃអាទិត្យនេះស្រាប់តែនីហាក់ចង់ឌឺខ្ញុំនាងថាថ្ងៃអាទិត្យយ៉ាងម៉េចនិយាយឲ្យច្បាស់មើលនីធ្វើពើមែនចង់ឲ្យបងនិយាយតិចបងនិយាយបើកចំហទៅតិចថាបងឆ្លើយទៅមើលទៅនាងញញឹមហាក់ចង់ឲ្យខ្ញុំនិយាយមែននាងតបថានិយាយចំយ៉ាងម៉េចទៅសាកនិយាយមើលខ្ញុំថាអញ្ចឹងបងនិយាយហើយណានិយាយចំហ្មងនាងថានិយាយទៅអាយ៉ាត្រូវចិត្តហ្មងមិញគិតថានាំនីនិយាយដុតឥឡូវនាងដុតមុនបាត់ហើយនាងថាបងឯងធ្វើអីស្រួលក៏ធ្វើទៅហេហេខ្ញុំថាគឺដំបងបងធ្វើអូនឯងស្រួលហាហានាងតបហេហេបងឯងនេះថាហើយនាងយកដៃគក់ទ្រង់តិចតិចរួចញញឹមហាក់ខ្នាញ់នឹងពេញចិត្តពាក្យដុតរបស់ខ្ញុំក៏ចាប់ដៃនាងហើយសម្លឹងមុខនាងញញឹមបានបន្តិចខ្ញុំក៏សួរទៅនាងថាប្រកាន់បងទេដែលបងជាបងប្រុសធัวតែបែរជាយកខ្លួនអូនទៅវិញនាងថាអត់អីទេអូនមិនប្រកាន់ទេអូនក៏ពេញចិត្តនឹងឲ្យបងបានគ្រប់យ៉ាងគឺប្រសើរជាងឲ្យប្រុសដទៃស៊ីហើយបោះបង់ចោលទទេខ្ញុំថាអញ្ចឹងអូនគិតយ៉ាងម៉េចជាមួយបងបើយើងជាបងធัวប្អូនធัวអញ្ចឹងនាងថាអូនគិតថាមិនយកសង្សារទេគឺនៅសប្បាយជាមួយបងរហូតដល់មានប្តីខ្ញុំថាបងក៏អរគុណអូនដែរមិនប្រកាន់ហើយធ្វើឲ្យបងបានស្គាល់រសជាតិដល់អស្ចារ្យបងចង់និយាយចំជាមួយអូនបានអត់បងនិយាយទៅអូនក៏ចូលចិត្តដែរខ្ញុំថានីអូនស្អាតណាស់នាងញញឹមពេលបានឮពាក្យសរសើរហើយសួរខ្ញុំថែមទៀតនាងថាក្រៅពីស្អាតបងពេញចិត្តត្រង់ណាទៀតថាឲ្យអស់មកខ្ញុំទុកថាជាពិសេសគឺកាប៉េឡូប៉ងធំគួរឲ្យស្រឡាញ់នាងញញឹមពេញចិត្តហើយសួរខ្ញុំថាបងឯងចូលចិត្តកាប៉េឡូអូនខ្លាំងអត់ខ្ញុំតបនឹងហើយបងចូលចិត្តណាស់បងចង់រកកន្លែងមួយឲ្យស្រឡះមើលឲ្យច្បាស់បានអត់រកកន្លែងណាស្រែកតែបងចោះចាត់ការឲ្យអស់ចិត្តបងទៅណាតោះអញ្ចឹងឡើងទៅលើទៅជញ្ជាំងត្រឹមទ្រង់ចំហមួយកំណាត់មានតុនិងកៅអីសម្រាប់អង្គុយលេងនៅលើនោះស្រឡះល្អណាស់ខ្ញុំក៏យកពុកស្ដាងល្មមមួយទៅដាក់លើនោះយប់ឡើងក្រន់ដេកលេងពេលឡើងដល់លើភ្លាមយើងស្ថិតក្នុងឈុតគេងយប់ដូចគ្នាហើយយើងទាំងពីរក៏បើកឆាបប្រយុទ្ធនៅទីនោះទៅចប់បប្រតិបត្តិការរួចយើងទៅមុជទឹកជាមួយគ្នារៀបចំធ្វើអាហារថ្ងៃត្រង់ញ៉ាំជាមួយគ្នាទៅបាទបងប្អូនទាំងអស់គ្នារឿងនឹងអេដមីនសូមសម្រាប់បញ្ចប់ត្រឹមតែប៉ុណ្្នឹងទេបាទបងប្អូនគិតថាពេញចិត្តសូមបងប្អូនជួយគាំទ្រនិងជួយចុច Subscribe ឲ្យអេដមីនម្នាក់មួយផងបាទដើម្បីបានវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណ